ណាហ្សាបានរំលឹកពីអង្គរវត្តខ្មែរយើងដោយបានដាក់ជ្រលងមួយដែលគេរកឃើញនៅឯភពពុទ្ធឯណោះថាជាអង្គរវ៉ាលីសឬក៏ជ្រលងអង្គរបងប្អូនពេលនេះអង្គរវត្តមិនមែនត្រឹមតែល្បីនៅក្នុងភពផែនដីតែប៉ុណ្ណោះទេប៉ុន្តែល្បីធ្លីភពពុទ្ធហើយដោយសារតែក្រុមតារាវិទូអង្គការ NASA បានប្រសិទ្ធនាមឈ្មោះតំបន់មួយស្ថិតនៅក្នុងភពពុទ្ធថាជាអង្គរវ៉ាលីសឬក៏ជាជ្រលងអង្គរនឹងឯងអ្នកទាំងអស់គ្នានេះបើយោងតាម website ផ្លូវការរបស់អង្គការ NASA ផ្ទាល់តែម្ដងបាទបងប្អូនជ្រលងបែបនេះតែងតែកើតឡើងដោយសារតែលំហូរលោហៈធាតុរាវអ្វីម្យ៉ាងហើយការដែល NASA ដាក់ឈ្មោះបែបនេះវាគឺជាទម្លាប់របស់អ្នកសិក្សាស្រាវជ្រាវផ្នែកអវកាសឬក៏ភពវិទូអីជាដើមដែលចូលចិត្តដាក់ឈ្មោះជ្រលងភ្នំភ្លើងខ្សែទឹកឬក៏របស់អ្វីក៏ដោយដែលគេរកឃើញថ្មីទៅតាមឈ្មោះទីក្រុងឬក៏ប្រាសាទបុរាណចាស់ៗដែលមាននៅលើភពផែនដីឬក៏ជាទីក្រុងដែលត្រូវបានគេបោះបង់ចោលរាប់ពាន់ឆ្នាំអញ្ចឹងទៅគិតទៅវាគឺជាមោទនភាពមួយដែរដែលប្រទេសកម្ពុជារបស់យើងមិនសូវមានអ្នកស្គាល់ច្រើនទេពីមុនមកប៉ុន្តែនៅពេលនេះត្រូវបាន NASA ចាត់ចិត្តយកឈ្មោះអង្គរវត្តរបស់យើងដែលជាដួងព្រលឹងរបស់ខ្មែរយើងហ្នឹងយកទៅប្រើប្រាស់ហើយគេបានបញ្ជាក់ច្បាស់តែម្ដងថាអង្គរវ៉ាលីសដែលនៅភពពុទ្ធហ្នឹងគឺដាក់ឈ្មោះតាមប្រាសាទបុរាណអង្គរវត្តនៅប្រទេសកម្ពុជាកន្លងមកបងប្អូនដឹងស្រាប់ហើយថាប្រាសាទអង្គរវត្តរបស់យើងបានជាប់ចំណាត់ថ្នាក់លេខ1ទៅលើការស្រង់មតិដែលធ្វើឡើងដោយគេហទំព័រនៅប្រទេសអង់គ្លេសហើយនឹងការប្រម៉ូទទិន្នន័យដោយផ្ទាល់តែម្ដងចេញពីការវិតម្លៃរបស់ TripAdvisor ដើម្បីស្វែងរកចំណាត់ថ្នាក់កន្លែងដែលមើលថ្ងៃរះនិងថ្ងៃលិចដែលល្អបំផុតនិងស្អាតបំផុតនៅលើពិភពលោកហើយបងប្អូនដឹងទេមែនអត់ថាប្រាសាទអង្គរវត្តខ្មែរជាប់ចំណាត់ថ្នាក់លេខ1គឺជាកន្លែងដែលមើលថ្ងៃរះនិងថ្ងៃលិចស្អាតជាងគេបំផុតនៅលើពិភពលោកនេះបើតាមការវោតការបោះឆ្នោតរបស់មនុស្សចំនួន 1404 នាក់អ្នកទាំងអស់គ្នាដោយចំណាត់ថ្នាក់លេខ2បានទៅលើប្រាសាទ Borobudur នៅប្រទេសឥណ្ឌូនេស៊ីហើយនិង Bagan Temple នៅប្រទេសភូមា It's time to ride for Cambodia នៅ DR កុំឃើញតែចាក់វះអ្នកទាំងអស់គ្នាបើការព្យាបាលស្បែកមុខជាមួយនឹងម៉ាស៊ីន laser ឬក៏សេវាកម្មក៏ពេញនិយមដែរអ្នកទាំងអស់គ្នាបាទទាំង5 6សាខាហ្នឹងបាទគឺនេះជាម៉ាស៊ីន laser ព្យាបាលតែមួយស្នាមបាទជាតែគាត់មានស្នាមឯងអាចប្រឹក្សាបានណាមិនថាត្រូវមកបាញ់ដល់ហើយតើមកប្រឹក្សាសិនតែអូនព្រោះគាត់ព្យាបាលចូលដំណាក់កាលបាញ់ laser ទាំងអស់គ្នាស្បែកគាត់ស្នាមមានច្រើនដែរ